ថ្ងៃនេះខ្ញុំមានសាររំលឹកបងប្អូនតាក់ទងជាមួយបញ្ហាផ្លូវចិត្តប្រសិនបើបងប្អូនមានបញ្ហាផ្លូវចិត្តសូមបងប្អូនទៅជួបគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រដើម្បីធ្វើការវិតម្លៃហើយទទួលសេវាព្យាបាលតាមរយៈការថ្នាំឬក៏អប់រំផ្លូវចិត្តហើយមួយទៀតបងប្អូនខ្លួនបងប្អូនផ្ទាល់នេះត្រូវតែជួយខ្លួនឯងទាញមកវិញនៅការគិតដែលវិជ្ជមានប្រសិនបើក្នុងកំឡុងពេលយើងមានបញ្ហាផ្លូវចិត្តបើយើងបណ្ដោយឲ្យការគិតរបស់យើងចេះតែគិតពីរឿងមួយចូលរឿងមួយហើយយើងអត់ចេះទាញត្រឡប់មកវិញនោះធ្វើឲ្យសភាពផ្លូវចិត្តរបស់យើងកាន់តែធ្ងន់ធ្ងរហើយនឹងអារម្មណ៍ដែលកុំបដ ாய் អារម្មណ៍របស់យើងនឹងកាន់តែរវើរវាយកាន់តែបាក់ចិត្តកាន់តែអស់សង្ឃឹមយើងត្រូវក្រោកឈរឡើងនៅពេលដែលយើងជួបបញ្ហាយើងត្រូវប្រាប់ខ្លួនឯងថាបញ្ហាគឺជាបញ្ហាមិនមែនជារឿងអាក្រក់ទេកាលណាដែលយើងជួបបញ្ហាយើងយកវាទុកជាបទពិសោធន៍ហើយយើងកែច្នៃវាទៅថ្ងៃអនាគតយើងកុំឲ្យវាជួបរឿងដដែលដូចថ្ងៃនឹងទៀតហើយយើងត្រូវគិតថាគ្មាននរណាមួយល្អអត់ខ្ចោះទេអ្នកណាក៏តែងតែមានកំហុសដែរតែសំខាន់តើយើងយកកំហុសហ្នឹងមកកែច្នៃឲ្យទៅជារឿងល្អអត់បើសិនជាបងប្អូនចេះយល់ត្រង់ហ្នឹងចេះតម្លាក់ចុះកុំអោបកសោបរឿងទាំងប្រមាណដែលយើងធ្វើខុសហ្នឹងបងប្អូននឹងអាចជួយសង្គ្រោះផ្លូវចិត្តបងប្អូនខ្លួនឯងបានហើយជាពិសេសត្រូវហាត់ប្រាណជាប្រចាំញ៉ាំអាហារដែលល្អចេញក្រៅស្រូបយកខ្យល់បរិសុទ្ធហើយជជែកជាមួយមិត្តភ័ក្តិកុំសង្ងំនៅតែឯងធ្វើខ្លួនឯងឲ្យរវល់ប៉ុន្តែខ្ញុំចង់ប្រាប់តិចដែរតាក់ទងជាមួយការជជែកជាមួយមិត្តភ័ក្តិយើងត្រូវចេះរកមិត្តភ័ក្តិណាដែលចេះជួយគ្រប់គ្រងហើយផ្ដល់តែគំនិតវិជ្ជមានក្នុងកំឡុងពេលយើងមានបញ្ហាផ្លូវចិត្តពីព្រោះមិត្តភ័ក្តិមួយចំនួនខ្ញុំសង្កេតឃើញថាពេលដែលមានមិត្តភ័ក្តិមានបញ្ហាផ្លូវចិត្តពេលខ្លះគាត់ទៅជាយកដែលរឿងយើងប្រាប់ទៅជាសោកសៀតមកយើងវិញជាឱកាសរបស់គាត់ណាអញ្ចឹងយើងមើលដែរបើយើងនិយាយទៅគាត់មិត្តភ័ក្តិរបស់យើងជាមនុស្សគ្រប់គ្រងលើកទឹកចិត្តយើងនឹងចាំនិយាយបន្តទៀតបើសិនជាអត់ទេបញ្ឈប់និយាយប្រាប់គាត់ទាំងអស់យើងចាត់ទុកថាការដែលយើងរៀបរាប់ប្រាប់គាត់ហើយយើងទទួលបានការសោកសៀតមកវិញមិនអីទេប្រាប់ខ្លួនឯងអញ្ចឹងទៅ